ប្រាសាទបាគងត្រូវបានសាងសង់នៅសតវត្សទី 9 ក្រោយព្រះយេស៊ូវកើតប្រហែលឆ្នាំ 881 ដោយព្រះបាទឥន្ទ្រវ្ម័នទី 1 ព្រះអង្គគឺជាព្រះមហាក្សត្រដំបូងនៃអាណាចក្រអង្គរប្រសិនបើយើងគណនាដល់ឆ្នាំបច្ចុប្បន្នប្រាសាទបាគងមានអាយុកាលជាង 1100 ឆ្នាំហើយលក្ខណៈពិសេសរបស់ប្រាសាទបាគងគឺជាប្រាសាទដំបូងដែលបង្ហាញរចនាបថភ្នំពោធិ៍គឺសង់ដូចជាភ្នំមេរុដែលជាទីកន្លែងសក្ការៈតាមសាសនាព្រាហ្មណ៍ព្រះបាទឥន្ទ្រវ្ម័នទី 1 សង់ប្រាសាទបាគងឡើងដើម្បីធ្វើជាព្រះវិហារផ្លូវការនៃក្រុងហរិហរាល័យដែលជាទីក្រុងរាជធានីដំបូងនៅតំបន់អង្គរប្លង់ប្រាសាទបាគងមានរាងជាចកោណកណ្ដាលមានប្រាសាទមាតាខ្ពស់ជាងគេហើយជុំវិញមានប្រាសាទតូច 4 នៅតាមជ្រុងនិងមានប្រាសាទតូចជាច្រើននៅវងក្រៅរចនាបថនេះបង្ហាញថាស្ថាបត្យកម្មខ្មែរនៅពេលនោះបានចាប់ផ្ដើមមានទម្រង់គំរូច្បាស់លាស់ប្រាសាទបាគងក៏ត្រូវបានចាត់ទុកថាជាគំរូសំខាន់សម្រាប់ប្រាសាទភ្នំទាំងអស់ក្រោយមកដូចជាប្រាសាទភ្នំបាណន់និងអង្គរវត្តផងដែរថ្ងៃនេះប្រាសាទបាគងនៅតែជាមរតកដ៏អស្ចារ្យបង្ហាញពីទេពកោសល្យសំណង់និងជាតិខ្មែរវាគឺជាមរតកពិភពលោកដែលទាក់ទាញភ្ញៀវទេសចរច្រើនមកសិក្សានិងទស្សនាសូមបងប្អូនជួយ follow page ព័ត៌មានបន្តហើយកុំភ្លេចមានគ្រឿងអលង្ការបងញៀន Line Shopping ទីតាំងបូរីពិភពថ្មីឈូកវ៉ាមួយផ្ទះ118ផ្លូវថ្មីទំហំ10ម៉ែត្រឬទំនាក់ទំនងលេខទូរស័ព្ទ015 135 15353